ថតអេក្រង់បើក7បិទ7ចំលយម៉េះចេះធ្វើនៅអត់តន់ចេះនេះមកនេះមកខ្ញុំប្រាប់មកចូលទៅក្នុង setting មកហើយចុចពាក្យថា accessibility មកហើយអូសទៅក្រោមមកឃើញពាក្យថា vocal shortcut យើងចុចលើនឹងប៉កមកតែមកចុចពាក្យថា set up vocal shortcut នឹងមកចុចប៉កមកនឹងចុចពាក្យថា continue មក yes ហើយកន្លែងនេះស្រាប់យើងជ្រើសរើសថាចង់ឲ្យវាធ្វើអីទី1បើកកាមេរ៉ាបើក7ឬក៏ screenshot អីចឹងទៅកន្លែងនេះខ្ញុំចុចថាបើក7អញ្ចឹងយើង share សខ្មែរមកថាបើក7ចឹង share សខ្មែរមកប៉កមកគឺយើងដាក់ថាបើក7បន្ទាប់ពី share ហើយយើងចុចថា next មកកន្លែងនេះគេឲ្យយើងនិយាយពាក្យថាបើក7នោះចំនួន3ដងអញ្ចឹងយើងត្រូវនិយាយពាក្យបើក7នឹង3ដងមកបើក7ហើយបើក7បន្ទាប់មកយើងនិយាយហើយយើងទៅបន្តទៀតមកចុចពាក្យថា continue ចុចពាក្យថា share with Apple នឹងមកអូខេចុចទឺតមកនឹងប៉ុណ្ណឹងបានជាការស្រាច់បាត់ហើយអរគុណបាយ